សួស្តីបងប្អូនអរគ្នាខ្ញុំខានធ្វើវីដេអូជឿនចិត្តមួយខែខានថតដោយសារមួយរយៈនឹងរបុលឥឡូវខ្ញុំចាប់បានថតវីដេអូមួយចង់ថតឯនេះមានអារម្មណ៍ចង់ថតខ្ញុំចេញដឹកម៉ោង5ចាំ4:59ទៅបានការ order មួយនៅហាង Channel ផ្លូវ350មកបងហេងខេតែរួមសឹមមិញដឹកអត់បានបងខ្ញុំបាន13100យកទៅសង្កាត់ស្ពានថ្មអូខេសម្រាប់ដឹក8ម៉ោងបានលុយតែ60000ថ្ងៃនេះយើងសងសឹកគម្រោងរបស់ខ្ញុំដឹកពីម៉ោង5ដល់ម៉ោង4ចឹងចន្លោះចំណូលប្រហែលណាហាក់ហើយខ្ញុំគិតតែ estimate ទៅប្រហែលជាខ្ទង់3-4ហ្នឹងឯងចឹងមកអត់ចំណូលមួយខ្ញុំអស់នេះថ្ងៃហ្នឹងតែខ្ញុំដឹកពីម៉ោង5ដល់ម៉ោង4បានចូលបានអូខេ let's go ដល់នេះឥឡូវខ្ញុំម៉ោង5:45នាទីខ្ញុំចំណាយពេលជិះ45 35នាទីពីហាងមកបង្រៀនកង3មកខ្ញុំដល់ទីតាំងភ្ញៀវហើយក្នុងបរិយាហាង Stream Lab ហាងSpring Lab ហាងយើងសុំចូលណាការងារទី2បងប្អូនគ្នាជិះតាំងពីភ័យឆៃចំណាយពេល40នាទីជិះកាត់ឆ្កាដល់មកមានបងដែរឥឡូវបានការងារទី2នៅទួលកំពង់ឡូត369បានសេវាដឹក3300ការងារទី2ពេលនេះខ្ញុំមកដល់ទីតាំងភ្ញៀវហើយនៅកំឡុងលង្ការលែនឥឡូវភ្ញៀវតេមកហើយដឹកការភ្ញៀវទី2នេះបានធីប4000ដែរបងធីបទាំងអស់គ្នាបងទី1ខ្ញុំបានធីប4000ដែរវាភ្ញៀវគាត់បាញ់ដោយក្រៅភ្ញៀវទី2គាត់ឲ្យធីបខាងក្នុង app មក4000ហើយម៉ោង7:13នាទីការងារទី3ខ្ញុំនៅហៃទីបឹងកេងកង1បានសេវាដឹក2200តិចក៏បានណាកុំឲ្យតស្ងាត់សោះហៃគីខ្ញុំមកដល់ទីតាំងភ្ញៀវហើយកំពុងតែរងចាំគាត់ហើយខ្ញុំបានឆាតទៅគាត់ដូចហ្នឹងទី4ខ្ញុំបាននៅធុបកាហ្វេព្រះនីវងសេវាដឹកបាន2300រៀលហេជីគូមិញដល់360ហើយអូខេយើងបកគលភេសជ្ជៈជូនភ្ញៀវរួចរាល់ហើយ2000ចូលកាបូម្រងតតនាទៅមានស្មានអីមានណាប្រូកូលីនជិះទៅប្រូកូលីនលេងសង្កលបានបងมันខុសបំណងទេយើងមកដល់ប្រូកូលីនហើយយើងបានបងមួយគឺ7500ដឹកទៅទឹកខ្មៅការងារទី5បងប្អូន32នាទីបងប្អូនគ្នាលើខ្ញុំបានបញ្ចប់ការងារហើយមកដល់ទឹកខ្មៅសេវា7500ប្រភេទរួចហើយអូខេសង្ឃឹមថាបានបងទៀតទៅពេញចឹងបិសាពីបងប្អូនគ្នាគណៈពេលនេះម៉ោង8:58នាទីខ្ញុំបានបិទអនឡាញហើយតែរឿងដែលគួរខ្ញុំភ្ញាក់ផ្អើលបំផុតបងប្អូនខ្ញុំដឹកបានតែ5ការងារទេប៉ុន្តែបានចំណូលរហូតដល់42400បងប្អូនមើលធីប14000ខ្ញុំបើកមើលភ្ញៀវដែលខ្ញុំដឹកការងារទី5ឲ្យគាត់មិញនៅទឹកខ្មៅហ្នឹងគាត់ឲ្យធីបខ្ញុំ10000នេះសេវាដឹក7500ប៉ុន្តែគាត់ឲ្យធីបខ្ញុំ10000អូបងប្អូនគ្នាខ្ញុំខានទទួលបានសេវាបានធីបច្រើនអញ្ចឹងក្នុង app យូរហើយថ្ងៃនេះទៅថាចាត់ទុកថាយើងផ្ដល់សេវាកម្មឲ្យគាត់បែបថាគាត់ពេញចិត្តអញ្ចឹងណាទាំងដែលការបើយើងទៅដល់ហាងក៏យើងប្រាប់គាត់ថាឲ្យយើងផ្សាយសារទៅគាត់ណាតាមការណែនាំរបស់ក្រុមហ៊ុនគឺយើងផ្សាយសារទៅគាត់ថាហាងកំពុងរៀបចំអាហារអញ្ចឹងយើងនឹងដឹកជូនគាត់ភ្លាមពេលទទួលបានអាហារពីហាងហើយទៅដល់ទីតាំងយើងមិនបាច់ទេយើងគ្រាន់តែផ្សាយសារปุ๊បគាត់អូខេហើយគាត់បើយើងល្អអញ្ចឹងណាបងប្អូនគ្នាអូខេ4ម៉ោងរបស់ខ្ញុំបានប៉ុណ្ណឹង4ម៉ោងប៉ុន្តែបាន5បងឯងបាន5ការងារទេបងប្អូនគ្នាខ្ញុំមានធីបខាងក្រៅចំនួន5000ទៀតភ្ញៀវទី1ហ្នឹងគាត់ឲ្យធីបខ្ញុំក្រៅ4000ភ្ញៀវទី3ការងារទី3ខ្ញុំបានធីបពីគាត់1500ទៀតអញ្ចឹងថ្ងៃហ្នឹង5ការងារសឹងបានធីបឡើង4ការងារហើយអូខេបងប្អូនគ្នាអរគុណច្រើនហើយពិសេសខ្ញុំអរគុណចំពោះ
ភ្ញៀវដែលបានកំងឲ្យគាត់បានពេញចិត្តជាមួយសេវាកម្មរបស់ខ្ញុំបងប្អូនជំរាបលា